ចាប់ផ្ដើមជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពឯកឧត្តមលីប៊ុនឆៃជាអគ្គនាយករងនិងប្រធានគ្រប់គ្រងសាខាជាគណៈអធិបតីជាទីគោរពសូមគោរពគណៈកម្មការនិងអង្គវេទិកាជាទីគោរពសួស្តីមិត្តភ័ក្តិទាំងអស់គ្នាជាទីរាប់អាននាងខ្ញុំឈ្មោះកាំងមុនីជាសិស្សរៀនថ្នាក់ទី3កនៃសាលា Belty អន្តរជាតិទី3សាខា DN ថ្ងៃនេះនាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឡើងលើវេទិកាដ៏សំគួរមួយនេះនឹងធ្វើការបកស្រាយប្រធានបទមួយដែលបានចោទសួរថាតើសេចក្តីថ្លៃថ្នូររបស់មនុស្សស្ថិតនៅលើអ្វីខ្លះចុះរៀបរាប់អង្គវេទិកាជាទីគោរពដោយអ្នកទាំងអស់គ្នាបានជ្រាបហើយថាមនុស្សម្នាក់ដែលរស់នៅក្នុងសង្គមសុទ្ធតែប្រាថ្នាការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរសួរថាតើសេចក្តីថ្លៃថ្នូរដែលមនុស្សចង់បាននោះស្ថិតនៅលើអ្វីខ្លះដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការអធិប្បាយខ្លឹមសារប្រធានខាងលើប្រកបដោយអត្ថន័យជ្រាលជ្រៅនោះនាងខ្ញុំសូមបញ្យល់ពាក្យគន្លឹះរបស់ប្រធានបទជាមុនសិនបើយោងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃគ្រីស្ទជូណាតដែលបានអនុញ្ញាតន័យទៅលើពាក្យសេចក្តីថ្លៃថ្នូរមានន័យថាជាអ្វីដែលមានតម្លៃគួរលើកសរសើរគួរឲ្យរាប់អានពាក្យថាមនុស្សមានន័យថាជនអ្នកដែលចេះគិតពិចារណាជាការប៉ុណ្ណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សចាំបាច់ត្រូវតែមានសេចក្តីថ្លៃថ្នូរព្រោះសេចក្តីថ្លៃថ្នូរគឺជាកិត្តិយសមួយមានតម្លៃយ៉ាងធំធេងមិនថាទៅដល់ទីណាយើងនឹងមានតែអ្នកគោរពស្រឡាញ់រាប់អានសេចក្តីថ្លៃថ្នូររបស់មនុស្សស្ដែងឲ្យឃើញតាមរយៈសិលធម៌ដែលសំដៅលើការប្រើកាយវិការល្អពាក្យសម្ដីល្អគិតល្អនិងធ្វើអំពើល្អការស្ដាប់តាមដំបូន្មានល្អប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណីចេះគោរពវិន័យចេះគោរពច្បាប់មិនធ្វើអ្វីឲ្យល្មើសច្បាប់សង្គមចេះជួយគ្នាទៅវិញទៅមកមានសេចក្តីត្រេកអរក្នុងការរំរស់ជាមួយគ្នាប្រកបដោយសន្តិភាពក៏ជាសេចក្តីថ្លៃថ្នូររបស់មនុស្សផងដែរម្យ៉ាងទៀតសេចក្តីថ្លៃថ្នូរនឹងកើតមានចំពោះមនុស្សទាំងឡាយណាដែលមានភាពសច្ចៈភាពស្មោះត្រង់យុត្តិធម៌មានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចការងារដែលខ្លួនត្រូវបំពេញហើយត្រូវប្រឹងប្រែងធ្វើការងារនោះដោយខំស្រាវជ្រាវបន្ថែមព្រមទាំងចេះច្នៃប្រឌិតដើម្បីឲ្យការងារមានការរីកចម្រើនចំណែកឯចំណេះវិជ្ជាក៏ជាកត្តាមួយនៃសេចក្តីថ្លៃថ្នូររបស់មនុស្សមួយផ្នែកដែរព្រោះចំណេះវិជ្ជាធ្វើឲ្យមនុស្សចេះគិតពិចារណាស្គាល់អ្វីល្អអ្វីអាក្រក់អំពើណាគួរធ្វើហើយអំពើណាមិនគួរធ្វើប៉ុន្តែចំណេះវិជ្ជាក៏ទាមទារការខិតខំព្យាយាមសិក្សាផងដែរការមិនរើសអើងពណ៌សម្បុរសខ្មៅមិនប្រកាន់វណ្ណៈមានក្រមានចំណេះដឹងឬអវិជ្ជាមិនរំលោភសិទ្ធិបុគ្គលដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកផងទាំងពួងចេះជួយសង្គ្រោះអ្នកដទៃមានសេចក្តីអាណិតមេត្តាសន្តោសប្រោសប្រណីក៏កើតជាសេចក្តីថ្លៃថ្នូរដាក់ជាប់ក្នុងចិត្តមនុស្សសរុបសេចក្តីមកសេចក្តីថ្លៃថ្នូររបស់មនុស្សស្ដែងស្ថិតនៅលើការប្រព្រឹត្តតែអំពើល្អមានអាកប្បកិរិយាប្រពៃពោលពាក្យសម្ដីទន់ភ្លន់ប្រកបដោយសិលធម៌គុណធម៌សុចរិតទៀងត្រង់រស់នៅចេះគោរពច្បាប់ប្រទេសជាតិចេះគោរពវិន័យចេះអត់ឱនអធ្យាស្រ័យមានចិត្តជាសប្បុរសនិងប្រកបការងារសុចរិតក្នុងនាមខ្ញុំជាកុមារីមួយរូបនាងខ្ញុំសូមធ្វើការតាំងចិត្តថានឹងរស់នៅឲ្យប្រកបតែសេចក្តីថ្លៃថ្នូរស្ដាប់ការទូន្មានល្អរបស់ឪពុកម្ដាយនៅក្នុងគ្រួសារស្ដាប់ការអប់រំរបស់គ្រូគោរពវិន័យបទបញ្ជាសាលាហើយធ្វើទង្វើនិងការងារណាដែលសង្គមទទួលស្គាល់ព្រមទាំងឲ្យតម្លៃជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ស្ដាប់ការបកស្រាយរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់និងសូមជូនពរអង្គពិធីទាំងមូលឲ្យជួបប្រទះតែវត្តពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពុទ្ធលៈកុំបីឃ្លាតឡើយសូមអរគុណ